តោះមកដឹងពីការកកើតក្រុមហ៊ុន OCIC របស់អ្នកអង្គការពងខៀវសែអ្នកអង្គការពងខៀវសែដែលជាអគ្គនាយកនិងជាប្រធានក្រុមហ៊ុនវិនិយោគក្រៅប្រទេស OCIC អ្នកអង្គការបានលើកឡើងថាក្រុមហ៊ុនយើងត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ2000ជំនាញចម្បងរបស់យើងគឺនៅលើការអភិវឌ្ឍសំណង់និងអចលនទ្រព្យនិងការគ្រប់គ្រងអចលនទ្រព្យជាដើមដោយឡែកយើងក៏មានបទពិសោធន៍ក្នុងការសាងសង់អគារពាណិជ្ជកម្មប្រើប្រាស់ចម្រុះខុនដូតំបន់លំនៅឋានApartment ផ្ទះល្វែងទីក្រុងរណបផ្សារទំនើបនិងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផងដែរគម្រោងអចលនទ្រព្យនិងសំណង់ដែលមានតម្លៃរាប់ពាន់លានដុល្លារដូចជាទីក្រុងរណបជ្រោយចង្វាទីក្រុងកោះពេជ្រទីក្រុងអូឡាំសាភូមិវប្បធម៌ខេត្តសៀមរាបវិមានកុលាបអគារកាណាឌីយ៉ាសួនឧស្សាហកម្មកាណាឌីយ៉ាបូរីអូសៀនបាសាក់ផ្សារទំនើបអូឡាំសាសូរិយា Center រតនា Plaza និងគម្រោងធំៗជាច្រើនផ្សេងទៀតដែលបានបង្កើតឡើងដោយក្រុមហ៊ុន OCIC និងដៃគូសហការរបស់យើងអ្នកអង្គការបានបន្តទៀតថានេះបានបង្ហាញពីកេរដំណែលដ៏អស្ចារ្យដែលយើងមាននឹងការរួមចំណែកដ៏ធំសន្ធឹកសន្ធាប់ដែលយើងបង្ហាញថាជាក្រុមហ៊ុនវិនិយោគដ៏ល្អបំផុតនៅក្នុងប្រទេសមួយនេះក្រៅពីគម្រោងឯកជនដែលមានប្រាក់ចំណេញ OCIC ក៏បានប្រើប្រាស់ធនធានរបស់ខ្លួនក្នុងការវិនិយោគនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងឧបករណ៍ប្រើប្រាស់សាធារណៈដែលរួមចំណែកធ្វើឲ្យការរស់នៅរបស់ប្រជាជនរាប់លាននាក់មានភាពល្អប្រសើរឡើងផងដែរ OCIC មានមហិច្ឆតានឹងការតាំងចិត្តបន្តវត្តមានដ៏មុតមមរបស់យើងនៅក្នុងប្រទេសមួយនេះហើយយើងនឹងរឹតតែជំរុញការវិនិយោគរបស់យើងដើម្បីបន្តសាងសង់ប្រទេសយើងទៅមុខទៀតឧទាហរណ៍ស្ពានអាកាសដែលមានស្រាប់ដោយមានដូចជាស្ពានអាកាសមនីវង្សស្ពានអាកាស7មករាស្ពានអាកាស5មករានិងស្ពានអាកាសស្ទឹងមានជ័យរាល់ការវិនិយោគយ៉ាងសកម្មនៅក្នុងហេដ្ឋារចនាសម្ព័ន្ធសាធារណៈត្រូវបានជំរុញស្របតាមផែនការចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែប្រែទីក្រុងភ្នំពេញឲ្យក្លាយទៅជារាជធានីសតវត្សទី21